ទី1បងប្អូនបាទគូទី1បាទសម្រាប់ពុកម៉ែបងប្អូនដែលនៅក្នុងប្រទេសកម្ពុជារបស់យើងនេះគឺជាការប្រកួតបាទគូទី1ផ្ដើមចេញពីប្រភេទទម្ងន់60គីឡូក្រាមបាទសវិនគុណខ្មែរកំពុងរត់ថ្វាយបង្គំគ្រូបាទថ្ងៃនេះបាទគឺ Gensberg ចាប់ដៃជាមួយនឹងស្ថានីយ៍ទូរទស្សន៍ Town Pool HD TV បាទផ្សព្វផ្សាយជាមួយនឹងគុណខ្មែរមកកាន់ទឹកដីនៃប្រទេសបារាំងបាទដែលមានកីឡាករគុណខ្មែរបើជើង4រូបបាទក៏ដូចជាការបាទសហការជាមួយនឹងបាទសហព័ន្ធកីឡាបដាល់គុណខ្មែរអន្តរជាតិតោះឥឡូវរួចរាល់អូខេបាទតោះបងប្អូនបាទប្រហែលជាអាចភ្ញាក់ពីគេងបាទអាត្មានេះសម្រាប់ពុកម៉ែបងប្អូននៅឯប្រទេសកម្ពុជារបស់យើងបាទតម្លៃសម្រាប់ម៉ោងនៅប្រទេសបារាំងវិញគឺម៉ោង23មានន័យថាម៉ោង11:52នាទីហើយបាទចូលដល់ម៉ោង11យប់ម៉ោងនៅប្រទេសបារាំងបាទបើនិយាយពីថ្ងៃវិញទើបតែលិចបាទមុននឹងប្រហែលជា1ម៉ោងទេបាទម៉ោង11បានថ្ងៃលិចបាទនៅប្រទេសបារាំងខែនេះបាទអញ្ចឹងចាត់ទុកថាជាការប្រកួត professional គឺអត់ពាក់មួកការពារទេប៉ុន្តែគឺប្រកួតនៅប្រទេសបារាំងគឺដឹងបាត់កែងទេបងប្អូនបាទតោះឥឡូវនេះចូលមកដល់ការប្រកួតបាទសវិនគុណខ្មែរប្រកួតក្រហមប្រកួតខៀវបាទស៊ីដានយ៉ាស៊ីនកីឡាករបារាំងតោះទាត់ជើងក្រៅមួយបាទពីសវិនគុណខ្មែរសងរបស់ស៊ីដានទាត់អូបាទអន្តនូរំលងភ្នំបាទរបស់សវិនគុណខ្មែរបាទរំលងផុតបាយស៊ីដានយ៉ាស៊ីនកីឡាករបារាំងទៅទៀតញាក់ពីបាទស៊ីដានយ៉ាស៊ីនបាទស៊ីដានសវិនដើរចូលទាត់ឆ្វេងអូបាទយ៉ាក់កស្អាតញាក់មួយទៀតឆក់ឆ្វេងរបស់សវិនគុណខ្មែរស៊ីដានយ៉ាស៊ីនដើរចូលទាត់ឆ្វេងមួយទៀតរបស់សវិនគុណខ្មែរសវិនទាត់ឆ្វេងមួយទៀតរបស់សវិនអូខេបាទទាត់សងវិញរបស់ស៊ីដានលោកកញ្ញាកដាលអត់អីទេបាទគាត់ដើរសម្លឹងមើលបាទឆ្វេងសម្លឹងស្ដាប់គាត់មួយសងទៀតអរពីបាទស៊ីដានគាត់មកឆ្វេងឆក់ឆ្វេងរបស់សវិនគុណខ្មែរគាត់សងជើងក្រោមបាទពីស៊ីដានយ៉ាស៊ីនគាត់ខាងលើរបស់សវិនគុណខ្មែរតែចូលទៀតរបស់ស៊ីដានទាត់ឆ្វេងរបស់សវិនចូលដៃរបស់បាទស៊ីដានជុំគង់របស់សវិនចាំកាយចេញច្បូតមកបានកែងនេះសវិនអត់ចេញរួចទេអូបាទស្ដាយមែនទេបាទបន្តទៀតដើរចូលទៀតបាទពីសវិនដើរចូលស៊ីដានដើរចូលតែសវិនទាត់ផុតគាត់ឆ្វេងរបស់សវិនជុំគង់របស់ស៊ីដានកែងរបស់សវិនមួយទៀតចូលចាប់កន្លែងនេះចេញអាវុធរួចទេសវិនជុំគង់របស់ស៊ីដានលោកកញ្ញាកដាសុំយាយក៏ម៉ៃសិនដើរចូលទៀតបាទពីបាទសវិនស៊ីដានគាត់ឆ្វេងរបស់សវិនស៊ីដានអូយគាត់ឆ្វេងចូលហើយបាទរបស់ស៊ីដានហើយពីស៊ីដានយ៉ាស៊ីនលោកកញ្ញាកដាសុំយាយក៏ម៉ៃសិនអូខេបាទចូលបន្តទៀតជុំគង់ឥឡូវនេះបាទសវិនដើរចូលបន្តបាទសវិនដើរចូលវិញម្ដងសវិនគុណខ្មែរទៅហើយចេញអីរួចទេសវិនទាត់ឆ្វេងផុតបាត់ហើយគាត់សងបាទពីបាទស៊ីដានយ៉ាស៊ីនចូលចាក់កកមួយបាត់ហើយបាទសវិនតោះ4 5 6អូយបាទចូលរួមសោកស្ដាយបាទសម្រាប់សវិនគុណខ្មែរមួយជើងតាក់កញ្ចឹងកពីស៊ីដានយ៉ាស៊ីនអំបញ្ញមិញបាទធ្វើឲ្យបាទលោកអញ្ញាកដាក្រវីដៃបាត់ បាទចូលតាក់
កញ្ចឹងក៏មកជើងបាទប្រទះជើងជួសមុទ្រពីស៊ីដានយ៉ាស៊ីនបាទជាកីឡាករបាទម្ចាស់ផ្ទះបាទទឹកដីនៅផ្ទះបារាំងដល់ផ្ទាល់បាទចូលរួមសោកស្ដាយផងដែរបាទមួយជើងអំបញ្ញមិញនេះលោកញ៉ាំដល់រាប់តែមើលទៅគាត់ធីងធូក៏សម្រេចបញ្ចប់តែម្ដង